មួយការចង់បានការគោរពក្នុងព្រះពុទ្ធសាសនាព្រះទេវទត្តអង់គ្លេស Devadatta ត្រូវបានគេស្គាល់ថាជាបងប្អូនជីដូនមួយរបស់ព្រះពុទ្ធនិងជាសាវកដែលក្លាយជាបុគ្គលប្រឆាំងដ៏គួរឲ្យចងចាំបំផុតមួយរូបរឿងរ៉ាវរបស់ព្រះអង្គគឺជាឧទាហរណ៍គួរឲ្យកត់សម្គាល់អំពីការធ្លាក់ចុះដោយសារតែសេចក្តីស្អប់ព្រោះតែលោភភាពនិងការស្វែងរកអំណាចប្រវត្តិផ្ទាល់ខ្លួននិងការបួសព្រះទេវទត្តគឺជាកូនចៅរបស់ព្រះបាទសុពុទ្ធដែលជាព្រះរាជានៃសាកយក្សត្រីហើយជាបងប្អូនជីដូនមួយរបស់ព្រះពុទ្ធព្រះសកមុនីព្រះអង្គបានបួសក្នុងសំណាក់ព្រះពុទ្ធតាំងពីវ័យក្មេងរួមជាមួយនឹងព្រះអានន្ទនិងបងប្អូនជីដូនមួយផ្សេងទៀតព្រះទេវទត្តគឺជាអ្នកប្រាជ្ញដែលមានសមត្ថភាពខ្លាំងហើយបានសម្រេចឥទ្ធិពលខ្លះដូចជាការស្ដាប់ពីចម្ងាយនិងដឹងពីចិត្តអ្នកដទៃអភិញ្ញាការប្រកួតប្រជែងនិងការបែកបាក់ដំបូងឡើយព្រះទេវទត្តគឺជាសាវកដ៏ស្មោះត្រង់មួយរូបប៉ុន្តែក្រោយមកភាពលោភលន់និងការចង់បានកិត្តិនាមបានធ្វើឲ្យព្រះអង្គផ្លាស់ប្ដូរហេតុផលចម្បងដែលធ្វើឲ្យមានជម្លោះគឺ 1. ការចង់បានការគោរពព្រះទេវទត្តចង់ឲ្យព្រះពុទ្ធផ្ដល់តំណែងឲ្យព្រះអង្គជាអ្នកដឹកនាំសង្ឃប៉ុន្តែព្រះពុទ្ធបានបដិសេធ 2. ការបង្កើតក្រុមបំបែកបន្ទាប់ពីមិនបានតំណែងព្រះទេវទត្តបានព្យាយាមបំបែកសង្ឃដោយការលើកយកវិន័យដ៏តឹងរ៉ឹងមកអនុវត្តដូចជាការពាក់សំពត់អំណាចដែលធ្វើឲ្យភិក្ខុខ្លះចាកចេញពីព្រះពុទ្ធបទុក្រិតកម្មសំខាន់ព្រះទេវទត្តបានប្រព្រឹត្តបទុក្រិតកម្មធ្ងន់ធ្ងរចំពោះព្រះពុទ្ធ 1. ការធ្វើឃាតព្រះពុទ្ធព្រះទេវទត្តបានជួលអ្នកធ្វើឃាតប៉ុន្តែពួកគេត្រូវបានព្រះពុទ្ធធ្វើឲ្យក្លាយជាសាវកវិញ 2. ព្យាយាមរុញថ្មពីលើភ្នំព្រះទេវទត្តបានរុញថ្មធំពីលើភ្នំគិច្ឆកូដដើម្បីធ្វើឃាតព្រះពុទ្ធប៉ុន្តែថ្មបានបែកខ្ទេចខ្ទីហើយព្រះពុទ្ធមានរបួសត្រឹមតែស្បែកជើងប៉ុណ្ណោះ 3. ការដាក់ពស់ពីសព្រះទេវទត្តបានដាក់ពស់ពីសក្នុងការិមាព្រះពុទ្ធប៉ុន្តែពស់នោះត្រូវបានព្រះពុទ្ធធ្វើឲ្យស្លូតត្រជាក់ផលវិបាកព្រះពុទ្ធបានដាក់ទណ្ឌកម្មព្រះទេវទត្តដោយប្រកាសឲ្យបាត់បង់សិទ្ធិជាភិក្ខុហើយព្រះទេវទត្តបានធ្លាក់ទៅក្នុងនរកអវិជ្ជាយ៉ាងជិតស្និទ្ធដោយសារតែបាបកម្មដ៏ធ្ងន់ធ្ងររបស់ព្រះអង្គការធ្លាក់ចុះរបស់ព្រះទេវទត្តត្រូវបានគេមើលឃើញថាជាការព្រមានអំពីគ្រោះថ្នាក់នៃការចង់បានអំណាចនិងការមិនគោរពតាមគម្ពីរធម៌សារប្រយោជន៍រឿងព្រះទេវទត្តផ្ដល់នូវមេរៀនយ៉ាងជ្រៅអំពីផលវិបាកនៃការចង់បានអំណាចនិងកិត្តិនាម